ការស្ដាប់ចឹងយើងស្ដាប់ហើយយើងត្រេះរិះយើងពិចារណាយ៉ាងណាមិញពិធីបុណ្យកតញ្ញូក្នុងវេលាឱកាសនេះខ្ញុំកណានឹងដឹងសួរដល់ព្រះអង្គគ្រូព្រះអនុថែពុបហេតុអ្វីឬក៏ហេតុអ្វីបានដាស់សតិដល់កូនចៅបុត្រធីតាប្រុសស្រីសម័យដើមទៀនប្រទានដល់ដើមបុណ្យថ្ងៃនេះបានធ្វើជាបុណ្យកតញ្ញូដល់ឪពុកម្ដាយតើមកពីពុបហេតុអ្វីដែរសូមអារាធនានិមន្តបន្ទេធេរៈបពិតព្រះមហាថែដ៏ចម្រើនក៏បានចោទទៅដឹងសួរតេតិនជាមួយនឹងពុបហេតុដែលហេតុដែលនាំឲ្យកើតបុណ្យកតញ្ញូកតវេទីដែលហេតុអីញោមកូនប្រុសកូនស្រីសួរខ្ញុំមិនណាអត់ដឹងច្បាស់ទេណាដល់សួរកូនប្រុសកូនស្រីគេមិនបានធ្វើឲ្យម៉ែឪទេណាហើយញោមណាងធ្វើមិនបានធ្វើឲ្យម៉ែណាហើយសួរពូចាំទៅបានណាមូលហេតុអីបានធ្វើបុណ្យឲ្យម៉ែធ្វើបុណ្យឲ្យឪដោយហេតុអីបានធ្វើដើម្បីសំគុណណាធ្វើដើម្បីសំគុណព្រះមហាថែនិមន្តជ្រាបសាធុព្រះអនុថែដ៏ចម្រើនលោកអូនឆ្លើយថាធ្វើដើម្បីសំគុណតើសំគុណបែបមិនវិញទៅព្រះអនុថែសូមអារាធនានិមន្តសាធុផន្ទេព្រះមហាថែដ៏ចម្រើនហើយបើតាមប្រទៅសួររហូតណាញោមតែអាត្មានេះអ្នកឆ្លើយអីណាលោកពូចាំហ្នឹងក៏ស្គាល់ឆ្លើយថាធ្វើដើម្បីសងគុណបើតាមពិតទៅបុណ្យកតញ្ញូកតវេទីនេះដោយហេតុតែកូនចៅប្រុសស្រីទាំងឡាយទាំងពួងបានធ្វើប្ររពធ្វើកិច្ចកម្មវិធីនេះដើម្បីសងគុណណាតែសងគុណនេះពាក្យថាសងនេះមិនល្អប្រើទេឬអីញោមកូនប្រុសកូនស្រីពាក្យថាសងនេះមិនល្អប្រើចំពោះបុណ្យហ្នឹងទេតែយើងប្រើថាតបគុណសងគុណគាត់អត់អស់ទេណាញោមលឺទេសងគុណគាត់អត់អស់ទេយើងមិនមែនសងដូចលុយសងដូចមាសអីសងទេអត់សងទេអាហ្នឹងអត់សងអត់ហៅសងអញ្ចឹងទេព្រោះគាត់អ្នកមានគុណអត់ប្រើពាក្យសងទេប្រើពាក្យថាតបគុណតើណាញោមកុំប្រើពាក្យសងគាត់អត់អស់ទេណាញោមសងមិនសងដូចលុយសងពាក់10000សង10000អស់ទេអត់ទេឃើញទេពាក្យថាតបគុណក្នុងហេតុនេះដែលកូនចៅប្រុសស្រីទាំងឡាយក៏បីប្រព្រឹត្តធ្វើនេះដោយទី1ដោយហេតុនឹកឃើញគុណគេហៅថាគុណោបការៈសារណហេតុហេតុរលឹកនឹកឃើញគុណមេត្តាហេតុរលឹកនឹកឃើញគុណបៃតាទៅបានបរិបធ្វើកិច្ចកម្មវិធីបុណ្យកតញ្ញូកតវេទីនេះឬក៏ហៅថាបុណ្យកតញ្ញូកតវេទីដើម្បីតបគុណរបស់លោកអ្នកដ៏មានគុណណាដែលគាត់ខំចិញ្ចឹមបីបាច់ថែរក្សាយើងតាំងពីតូចមកមែនទេញោមខ្ញុំនឿនមែនអត់ចិញ្ចឹមកូនទេខ្ញុំយកមកចិញ្ចឹមហ្នឹងមែនទេពោពោះ9ខែ10ថ្ងៃមិនស្រួលណាញោមណោះញោមអើយពោពោះ9ខែ10ថ្ងៃមិនស្រួលទេពិបាកមែនទេញោមព្រោះអត់ដឹងទេធម៌មួយក៏ឲ្យប្រៀបធៀបថាប្រុសហ្នឹងបើចង់ដឹងថាការពោពោះកូន9ខែ10ថ្ងៃហ្នឹងពិបាកយ៉ាងណាលោកឲ្យចងអាដុំថ្មចង1គីឡូជាប់ឡាពោះហ្នឹងណាញោមព្រោះចង់ដឹងទេបើចង់ដឹងចងហើយ9ខែ10ថ្ងៃចាំជ្រែកចេញវិញតែវាក់បណ្ណាមែនទេញោមហ្នឹងតែ1គីឡូផងឲ្យចាស់កូនខ្លះមិនមែន1គីឡូណាមែនទេញោមលោកពូចាស់ហ្នឹង5គីឡូហ្នឹងកើតមកមែនទេញោមចឹងពិបាកដោយការពោពោះកូននឹង9ខែ10ថ្ងៃដោយការចិញ្ចឹមបីបាច់ថែរក្សាកូនហ្នឹងកើតមកហើយមិនមែនអត់ចិញ្ចឹមទេមែនទេញោមខ្ញុំលឿនខ្ញុំយ៉មមែនទេនៅចិញ្ចឹមផងបាយទឹកផងបោកគក់ផងគ្រប់បែបយ៉ាងទាំងអស់សម្លៀកបំពាក់ផងតការចូលរៀនផងធំធាត់មានដឹងក្តីការដឹងក្តីហើយត្រូវរកគូសកលឲ្យទៀតណែពិបាកឯងញោមបែដោយអញ្ចឹងហើយដោយគុណោបការៈសារណហេតុហេតុរលឹកនឹកឃើញគុណមេត្តាហេតុរលឹកនឹកឃើញគុណបៃតាទើបកូនរបស់លោកអ្នកដែលមានគុណកូនញញកូនញនឿនហ្នឹងបាន
កើតនៅកម្មវិធីបន់កតញ្ញូកតវេទីកតញ្ញូដឹងគុណកតវេទីតបគុណសូមព្រះមហាថៃនិមន្តជ្រាបសាធុសាធុព្រះអនុថែដ៏ចម្រើនព្រះអនុថែដ៏ចម្រើនលោកមានធរណីកាថាដោយសារតែបុត្រធីតាប្រុសស្រីនឹកឃើញនូវគុណឧបការៈសក្ការៈហេតុដោយនឹកឃើញថាអ្នកម្ដាយរបស់ខ្ញុំលោកឪពុករបស់ខ្ញុំជាព្រះព្រហ្មដោយនឹកឃើញថាលោកឪពុកអ្នកម្ដាយរបស់ខ្ញុំជាពុព្វទេវាដោយយល់ឃើញថាលោកឪពុកនិងអ្នកម្ដាយរបស់ខ្ញុំជាទេវតាខាងដើមនេះដោយសារបញ្ហានេះដោយសារតែពុព្វហេតុហ្នឹងដោយសារពុព្វហេតុហ្នឹងហើយបានដាស់សតិសបញ្ញៈបុត្រធីតាប្រុសស្រីហ្នឹងឲ្យបានកើតធ្វើឡើងនៅកម្មវិធីបុណ្យកតញ្ញូកតវេទីជូនទៅលោកឪពុកនិងអ្នកម្ដាយចឹងព្រះអនុថែបានសម្ដែងគឺថាខ្បោះក្បាយល្អណាស់ញោមហើយសំលេងលោកមកកលួចញោមដូចម៉ែអំពេលកូនចឹងហើយអាត្មានេះសំលេងដូចគោទាត់ប៉ោតហើយអត់ដែលសំដែងក្រែពីញោមដល់ម្ល៉េះហើយភ័យចិត្តតែភ័យឥឡូវវត្តបាត់ជើងក៏ទប់សិនដែរចាំដល់វត្តភ័យដល់ហើយញោមញ័រដៃផងអីផងចឹងយ៉ាងណាមិញព្រះអនុថែលោកសំដែងថាដោយសារនឹកឃើញនូវគុណឧបការៈសក្ការៈហេតុហើយពិចារណានឹកឃើញនូវគុណមេត្តាបិតាដែលគាត់ធ្លាប់ធ្វើ